ការដកសភាវុធធននៅព្រំដែនកម្ពុជាសៀមតើខ្មែរយើងអាចទុកចិត្តសៀមបានកម្រិតណាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានិងការទាមទារដ៏យុត្តិធម៌សម្រាប់ប្រជាជនកម្ពុជារបស់យើងសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel RNN Media ដែលជាកម្មវិធីពិភាក្សាដ៏ស៊ីជម្រៅទៅលើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ៗជុំវិញពិភពលោកហើយពេលនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅដឹងពីស្ថានភាពមួយពីការដកសភាវុធធនធ្ងន់នៅព្រំដែនកម្ពុជាសៀមតើយើងអាចទុកចិត្តសៀមបានប៉ុណ្ណាហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានិងការទាមទារដ៏យុត្តិធម៌សម្រាប់ប្រជាជនរបស់យើងបើមានចំណុចណាដែលខុសឆ្គងឬក៏លើសលួសខ្វះខាតខ្ញុំបាទសូមគោរពសូមទោសទុកជាមុននិងសូមអធិស្ឋានផងហើយកុំឲ្យខាតពេលវេលាយូរសូមតាមដានជាមួយខ្ញុំនៅឥឡូវនេះការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមានសំណួរជាច្រើនថាតើមានការព្រួយបារម្ភចំពោះការដកសភាវុធធនធ្ងន់និងការដោះមីននៅតាមព្រំដែនកម្ពុជាសៀមដែរឬទេហើយពុកម៉ែបងប្អូនទៀតក៏បានចោទសួរទៀតថាតើយើងអាចទុកចិត្តសៀមបានកម្រិតណានេះគឺជាសំណួរដែលពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏ច្រើនអ្នកដែលចង់ដឹងជាពិសេសនៅពេលដែលស្ថានភាពនៅតាមបន្ទាត់ព្រំដែនដែលមានស្ថានភាពតានតឹងនៅឡើយពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំយល់នៅអារម្មណ៍មួយនេះដែលថាការព្រួយបារម្ភមួយព្រោះតែវាជាប្រវត្តិសាស្ត្រនៃចំនួនព្រំដែនជាពិសេសនៅតំបន់ប្រាសាទព្រះវិហារនិងតំបន់ចំនួនផ្សេងទៀតជាមួយនឹងសៀមដែលបង្ហាញពីភាពការមិនស្មោះត្រង់និងការលេងល្បិចរបស់សៀមមកលើកម្ពុជារបស់យើងណាពុកម៉ែបងប្អូនក៏ប៉ុន្តែយើងត្រូវតែមើលឲ្យបានច្បាស់អំពីហេតុផលនៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងនិងការទាមទារដែលយើងបានដាក់ចេញដើម្បីយល់ពីស្ថានភាពជាក់ស្ដែងទៀតនោះនិងជៀសវាងការភ័យខ្លាចដែលមិនចាំបាច់ណាមួយហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាយើងយល់ព្រមដកសភាវុធធនធ្ងន់នៅតាមកម្រិតនីមួយពុកម៉ែបងប្អូនហើយការសម្រេចចិត្តការដកសភាវុធធនធ្ងន់នេះហើយនឹងការដោះមីននេះឯងគឺមិនមែនជាការចោះចាញ់នោះទេឬក៏ការបាត់បង់អធិបតេយ្យជាតិណាមួយនោះឡើយពុកម៉ែបងប្អូនវាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនិងការដោះស្រាយចំនួនទៅតាមយន្តការអន្តរជាតិដែលធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបានការគ្រប់គ្រងឬក៏ប្រទេសកម្ពុជាយើងទទួលបានការគ្រប់គ្រងពីសមាគមអន្តរជាតិណាពុកម៉ែបងប្អូនបើយើងមិនធ្វើតាមសៀមនឹងប្រើល្បិចឬក៏ប្រើលេសថាខ្មែរយើងគឺជាអ្នកមិនគោរពកិច្ចព្រមព្រៀងដែលនឹងធ្វើឲ្យយើងខាតបង់ជាងមុនទៀតពុកម៉ែបងប្អូនសម្ដេចតេជោហ៊ុនសែនក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាការសម្រេចចិត្តនេះមានគោលបំណងមួយការពារសន្តិភាពនិងការអន្តរាគមន៍អន្តរជាតិបើសិនជាសៀមឈ្លានពានម្ដងទៀតយើងអាចប្តឹងទៅអង្គការអន្តរជាតិឬសមាគមអាស៊ានព្រោះយើងបានគោរពកិច្ចព្រមព្រៀងហើយពុកម៉ែបងប្អូនឧទាហរណ៍នៅក្នុងឧបទ្ទវហេតុថ្ងៃទី27ខែកញ្ញាឆ្នាំ2011សៀមបានបំពេញបទឈប់បាញ់ក៏ប៉ុន្តែពួកគេក៏បានលេងល្បិចដោយសម្ដែងថាជាកងទ័ពខ្មែរបានឈ្លានពានដែលធ្វើឲ្យអន្តរជាតិមិនអាចអន្តរាគមន៍ភ្លាមបាននោះទេពុកម៉ែបងប្អូនតែនេះគឺជាមេរៀនដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាយើងបានយកមករៀនសូត្រណាពុកម៉ែបងប្អូនទី2ការដកទៅវិញនិងការត្រួតពិនិត្យពីអន្តរជាតិយើងដកសៀមក៏ត្រូវតែដកដែរដកអាវុធធនធ្ងន់នេះឯងតាមពេលវេលាជាក់លាក់ណាមួយចាប់ពីសភាវុធធនមធ្យមទៅធនធ្ងន់ជាបន្តមានអ្នកសង្កេតការអន្តរជាតិដូចជាអាស៊ានឬអង្គការសហប្រជាជាតិចូលត្រួតពិនិត្យនៅដំណើរការដើម្បីធានានៅប្រតិបត្តិការនេះដែរបើសៀមមិនគ្រប់ទេយើងអាចប្រើភស្តុតាងច្បាស់លាស់ណាពុកម៉ែបងប្អូននេះគឺជាជំហានទី2 3ការពារកងទ័ពនិងប្រជាជនកម្ពុជាសភាវុធរបស់យើងភាគច្រើនជាប្រភេទចល័តលឿនដែរនិងងាយស្រួលប្រើប្រាស់ក្នុងរយៈពេលខ្លីដែលអាចទប់ទល់នឹងការឈ្លានពានបានល្អទោះបីជាដកធនធ្ងន់ក៏ដោយយើងនៅតែមានសមត្ថភាពការពារជាពិសេសនៅពេលដែលភូមិសាស្ត្រខ្មែរយើងបានស្គាល់ច្បាស់យ៉ាងល្អជាងហើយនៅងាយស្រួលសម្រេចចិត្តបើសិនមានអ្វីប្រែប្រួលនោះពុកម៉ែបងប្អូនកុំព្រួយនេះគឺជាយុទ្ធសាស្ត្រនិងការគិតទុករបស់ថ្នាក់ដឹកនាំរបស់យើងហើយចំណែកឯការដោះមីននោះវិញយើងដោះតែបន្តិចម្ដងដើម្បីបើកផ្លូវសន្តិភាពប៉ុន្តែយើងបានត្រៀមរក្សាសមត្ថភាពការពារបើចាំបាច់ណាមួយហើយពុកម៉ែបងប្អូនក៏បានសួរទៀតថាតើយើងអាចទុកចិត្តសៀមបានប៉ុណ្ណាការវិភាគស្ថានភាពជាក់ស្ដែងនេះចំពោះការទុកចិត្តសៀម
ពេញលេញនោះគឺពិបាកណាស់ពុកម៉ែបងប្អូនក៏ប៉ុន្តែតាមប្រវត្តិសាស្ត្របានបង្ហាញពីការលេងល្បិចច្រើនរបស់សៀមកន្លងមកពីការបំពេញបទឈប់បាញ់រហូតដល់ការចាប់កងទ័ពក្រោយបទឈប់បាញ់ទៀតនោះពុកម៉ែបងប្អូនបើសិនជាសៀមឈ្លានពានម្ដងទៀតវាគឺច្បាស់លាស់ណាស់ថាគឺជាការឈ្លានពានមកលើខ្មែរដោយចេតនាគ្មានពាក្យឡើយថាខ្មែរឈ្លានពានទៀតប៉ុន្តែយើងអាចទុកចិត្តបានតាមរយៈយុទ្ធសាស្ត្រដែលមានសមតលដែលដកទៅវិញក្រោមការត្រួតពិនិត្យរបស់អន្តរជាតិបានគឺជាការបិទទ្វារផ្ទះរបស់យើងប្រសិនបើសៀមហ៊ានឈ្លានពានទឹកដីកម្ពុជាដូចជាឆ្កែរត់ចូលផ្ទះយើងអីចឹងហើយបើយើងបិទទ្វារវាយឆ្កែមិនតែប៉ុណ្ណោះយើងវាយឆ្កែស្លាប់ហើយយើងអាចសួររកមុខម្ចាស់ឆ្កែដើម្បីរកខុសត្រូវថែមទៀតផងពុកម៉ែបងប្អូនជួសមកវិញនៅយើងក៏បានប្រើផុសតាំងពីការត្រួតពិនិត្យដើម្បីឲ្យពិភពលោកឃើញការមិនស្មោះត្រង់របស់ពួកសៀមដែរនេះគឺជាយុទ្ធសាស្ត្រដែលបានធ្វើឲ្យយើងអាចទប់ទល់នឹងឈ្នះសៀមបានទោះបីជាគ្មានការទុកចិត្តពេញលេញក៏ដោយពុកម៉ែបងប្អូនតែគឺជាអ្វីដែលយើងត្រូវតែបានធ្វើឲ្យនឹងទប់ទល់កន្លងមកដែរពុកម៉ែបងប្អូនទាំងអស់គ្នាជឿជាក់ទៅលើរដ្ឋាភិបាលកម្ពុជាយើងហើយចំណែករឿងសៀមទាមទារ4ចំណុចនោះតើខ្មែរយើងទាមទារអ្វីមកវិញសៀមបានដាក់ចំណុចទាមទារដល់ទៅ4ចំណុចមកកាន់ខ្មែរដែលរួមមានការដកសភាវុធទៅវិញការឈប់បាញ់ការដោះមីននិងការសម្របសម្រួលតាមព្រំដែនប៉ុន្តែខ្មែរយើងមិនមែនជាអ្នកតាក់តែងឬក៏ស្នើសុំនោះទេពុកម៉ែបងប្អូនយើងក៏បានដាក់ចេញនៅការទាមទារដែលផ្អែកទៅលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ទី1នោះគឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពនិងកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1904និង1907ផ្អែកទៅលើຂ្នាត1ភាគ2សែននិង MOU 2000ដែលជាមូលដ្ឋានសម្រាប់កំណត់ព្រំដែនទី2ការងាររួមគ្នាតាម JBC និង GBC ដែលបានចុះហត្ថលេខាឯកភាពគ្នារួចរាល់ហើយដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីទី3ការបកគលវរៈកងទ័ពខ្មែរទាំង18រូបត្រឡប់មកវិញជាចំណុចដ៏សំខាន់បំផុតដែលប្រជាជនខ្មែរយើងបានរំពឹងទុកណាពុកម៉ែបងប្អូនតាមកិច្ចព្រមព្រៀងនោះទៀតសៀមត្រូវតែប្រគល់ពួកគាត់ក្នុងរយៈពេល5ថ្ងៃក៏ប៉ុន្តែមកដល់ពេលនេះនៅឡើយមិនទាន់មានសញ្ញាណាមួយទេដែលដោយសារតែមានការចោះផ្សាយព័ត៌មានមួយចំនួនទាក់ទងនឹងបងប្អូនវរៈកងទ័ពដ៏ក្លាហានរបស់យើងទាំង18រូបរបស់យើងកន្លងមកដែរដែលជាកលល្បិចរបស់សៀមដើម្បីបាននៅទី1បញ្ជាក់ថាពួកគេមិនបានវាយដំឬការវាយប្រហារណាមួយដើម្បីកាត់បន្ថយកំហឹងប្រជាពលរដ្ឋខ្មែរយើងទី2បន្សាបការភ័យខ្លាចរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនឹងឲ្យខ្មែរយើងទន់ចិត្តទៅវិញទី3ពន្យាពេលដាក់លក្ខខណ្ឌបន្ថែមសៀមបានប្រើល្បិចច្រើនណាស់សូមពុកម៉ែបងប្អូនទាំងអស់គ្នាប្រយ័ត្នឲ្យបានខ្ពស់បំផុតតែឥឡូវនេះរឿងពេលវេលាវាជាហួសបន្តិចមែនក៏ប៉ុន្តែបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែយើងត្រូវរងចាំមើលបន្តទៀតពុកម៉ែបងប្អូនព្រោះថារដ្ឋាភិបាលកម្ពុជាយើងនិងសហគមន៍អន្តរជាតិបានធ្វើឲ្យស្ថានភាពកាន់តែច្បាស់លាស់រដ្ឋាភិបាលយើងក៏កំពុងតែធ្វើសកម្មភាពយ៉ាងជាក់ស្ដែងទី1បានទំនាក់ទំនងជាមួយ SBI សម្ដេចបវរហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានសហការជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការចាប់ខ្លួនកងទ័ពយើងក្រោយបទឈប់បាញ់នោះដែរពុកម៉ែបងប្អូននេះគឺជាជំហានតាក់ទងនឹងយុទ្ធធម៌របស់អន្តរជាតិទី2សញ្ញាពីសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump បានដាក់ផែនការវាយប្រហារឆាំងនឹងប្រទេសដែលមិនគោរពសម្ដីដូចជានីហ្សេរីយ៉ាជាដើមហើយសួរថាបើសៀមនៅតែបន្តមើលងាយនិងមិនគោរពអាមេរិកនោះលទ្ធផលវាអាចនឹងធ្ងន់ធ្ងរសម្រាប់ពួកគេដែរឬទេពុកម៉ែបងប្អូនទី3សម្ពាធសេដ្ឋកិច្ចពីអាស៊ានពាណិជ្ជកម្មសៀមនៅតែឈរនិងមានការថយចុះជាខ្លាំងដែរហើយការវិនិយោគបន្ថែមនៅក្នុងអាស៊ានកំពុងតែបានពន្យាពេលទៅលើវិនិយោគក្នុងប្រទេសសៀមដែរបើសិនតែว่าជាប្រទេសទាំងអស់កំពុងតែរងចាំមើលថាសៀមគោរពកិច្ចសន្យាឬក៏កិច្ចព្រមព្រៀងបកគលវរៈកងទ័ពខ្មែរយើងនៅពេលណានោះបើសិនតែនៅតែពន្យាពេលឬបន្តសេដ្ឋកិច្ចសៀមនឹងរងការប៉ះពាល់ជាខ្លាំងដែរពុកម៉ែបងប្អូនសូមអរគុណពុកម៉ែបងប្អូនមានចាប់អារម្មណ៍ទៅលើរូបភាពនេះទេដែលជាភាពដ៏ខ្ពង់ខ្ពស់ជាខ្មែររបស់យើងដែលបានបង្ហាញពីកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កម្ពុជានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM+ នៅប្រទេសម៉ាឡេស៊ីអាដាមនីអាដាមសេនីឧបនាយករដ្ឋមន្ត្រី
និងរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានទទួលការគោរពដោយអង្គុយជាប់ជាមួយនឹងរដ្ឋមន្ត្រីចិនឥណ្ឌានិងសិង្ហបុរីដែលជាប្រទេសមហាអំណាចដែរការរៀបចំកៅអីនេះមិនមែនតែជាការសុខចិត្តនោះទេតែវាបានបញ្ជាក់ពីភាពគង់ខ្ពស់នៃកម្ពុជាក្នុងអាស៊ានតែផ្ទុយទៅវិញរដ្ឋមន្ត្រីការពារជាតិសៀមអង្គុយក្បែរប្រទេសធម្មតាទៅវិញដែលនេះបង្ហាញពីការបាត់បង់ឥទ្ធិពលណាពុកម៉ែបងប្អូននេះក៏ជាសញ្ញាថាពិភពលោកកំពុងតែស្គាល់ពីសម្លេងកម្ពុជានិងការមិនស្មោះត្រង់របស់សៀមទៅហើយជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវជឿជាក់ទៅលើរាជរដ្ឋាភិបាលនិងជៀសវាងការភ័យខ្លាចឬក៏ការបំភ័យណាមួយពុកម៉ែបងប្អូនសូមកុំបារម្ភខ្លាំងពីព្រោះរាជរដ្ឋាភិបាលយើងកំពុងតែគ្រប់គ្រងស្ថានភាពដោយប្រើយុទ្ធសាស្ត្រច្បាស់លាស់សូមជឿជាក់ទៅលើសម្ដេចបវរនិងក្រុមការងារថ្នាក់ដឹកនាំផ្សេងកម្ពុជារបស់កម្ពុជាដើម្បីឲ្យពួកគាត់បន្តនីតិវិធីអន្តរជាតិពួកយើងជឿពួកជ្រុលនិយមឬការបំបោះបំភ័យបំបរពលសង្គមព្រោះពួកគេតែងតែចង់បំបែកបំបាក់ស្មារតីជាតិយើងមានប្រវត្តិសាស្ត្រខ្លាំងក្លានិងមិត្តភ័ក្តិអន្តរជាតិជាច្រើនដើម្បីការពារដែនដីសវណ្ណភូមិរបស់យើងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ដល់ចប់នៅចំណុចទាំងអស់នេះដើម្បីពុកម៉ែបងប្អូនអរគ្នាយល់ច្បាស់និងរួមគ្នាការពារជាតិបើសិនជាមានចំណុចណាខ្វះខាតឬក៏លើសលួសសូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាអព្យាស្រ័យនិងផ្ដល់យោបល់ផងសូមគោរពអរគុណម្ដងទៀតចំពោះពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនតែបានចំណាយពេលស្ដាប់និងតាមដានវីដេអូនេះបើមានការពេញចិត្តសូមជួយចុច Subscribe Like និងចែករំលែកវីដេអូម្នាក់នេះមួយផងដើម្បីទទួលបានការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមជួបគ្នានៅវីដេអូក្រោយសូមអរគុណជម្រាបលាពីខ្ញុំ ONN Media